ទិដ្ឋភាពនៅភូមិកំពង់ភ្លុកនារដូវវស្សាខែ9ទី29នៅមុខផ្ទះគឺលិចទឹកអស់ហើយទឹកតាមផ្លូវនេះអាចថាខ្ទង់ប្រហែលជា2 ម៉ែត្រទៅ 2 ម៉ែត្រកន្លះហើយទឹកនៅតែបន្តកើនឡើងរៀងរាល់ថ្ងៃដោយសារតែភ្លៀងនៅតែធ្លាក់នេះគឺជាផ្ទះរបស់ប្រជាជននៅខាងភូមិកំពង់ភ្លុកស្រុកប្រាសាទបកងខេត្តសៀមរាបនារដូវវស្សាគឺពិតជាស្រស់ស្អាតមែនទែនដោយសារតែផ្ទះដូចជាអណ្ដែតទឹកអញ្ចឹងដូចជាផ្ទះបណ្ដែតទឹកទឹកឆ្នាំនេះធំទឹកឆ្នាំនេះឆ្នាំ2010 2024 23 2022 2021 2020ជាក់ស្ដែងថ្នល់នៅកំពង់ភ្លុក